Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី158របស់យើងចាប់ផ្ដើមនៅខ្សែរឿងបន្ទាប់ពីមេដឹកនាំនិកាយធំៗនៃអាណាចក្រទាំង9បានបង្ហាញខ្លួនដែលបាននាំមកនៅសិស្សក្បត់នៃនិកាយតៅមានឈ្មោះថាហានធានដែលគេបាននិយាយថាចាស់ទុំនៃនិកាយតៅសុទ្ធតែជាមនុស្សលាក់ពុតដែលធ្វើឲ្យព្រឹត្តិការណ៍សួនលៀងប្រតិកម្មយ៉ាងខ្លាំងអាសិស្សក្បត់ដែលហ៊ានបង្កាច់បង្ខូចនិកាយតៅរបស់យើងផងភ្លាមនោះមេដឹកនាំសាងចៅគាត់ក៏បានខាត់ដែលហានធានគេក៏បានញញឹមឲ្យសម្លឹងទៅខាងក្រោមវូឈិនប្រសិនបើអ្នកចូលរួមជាមួយនឹងនិកាយសួនសងរបស់យើងក្នុងនាមនេះគឺជាសិស្សមកពីវិមានផ្កាយខ្ញុំនឹងសន្យាឲ្យអ្នកខ្លាយទៅជាសិស្សផ្ទាល់របស់និកាយសួនសងបន្ទាប់ពីស្ដាប់ឮបែបនោះនារោគ្នាក៏បានភ្ញាក់ផ្អើលដោយព្រឹត្តិការណ៍ម្នាក់ទៀតក៏បានចេញមុខឲ្យនិយាយថានិកាយប្រាសាទទេពធីតារបស់ខ្ញុំមាននៅជំនាញខាងវិញ្ញាណយុទ្ធជនហើយមានតែខ្ញុំនោះទេដែលអាចជួយប្រលឹងវិញ្ញាណអទេវភាពរបស់នេះឲ្យរីកចម្រើនបន្ថែមទៀតពេលនោះផងដែរព្រឹត្តិការណ៍ម្នាក់ទៀតក៏បាននិយាយថានិកាយដើរ9របស់ខ្ញុំគឺជាកន្លែងវឹកហាត់ក្បាច់ដើរកំពូលប្រសិនបើអ្នកចូលរួមជាមួយនឹងពួកយើងខ្ញុំធានាថាក្បាច់ដើររបស់អ្នកនឹងឈានទៅដល់កម្រិតដ៏អស្ចារ្យព្រឹត្តិការណ៍សក់សមម្នាក់ទៀតក៏បានលើកឡើងដូចគ្នានិកាយលីងជីវរបស់ខ្ញុំគឺផ្ដោតទៅលើការវឹកហាត់ទម្រង់នៃការបង្កើតតើអ្នករាល់គ្នាមានចំណាប់អារម្មណ៍ដែរឬទេដែលធ្វើឲ្យបេក្ខជនទាំងអស់នោះមានការភ្ញាក់ផ្អើលហើយខ្សឹបខ្សៀវគ្នាថាមើលទៅពួកគាត់កំពុងតែឆ្លៀតឱកាសប្លន់យកនៅមនុស្សដែលមានទេពកោសល្យនៃនិកាយតៅហើយដោយហានធានពេលនោះបាននិយាយថាក៏មិនអារម្មណ៍អីដរាបណាអ្នកទាំងអស់គ្នាមានឆន្ទៈចូលរួមជាមួយនឹងនិកាយនៃចក្រភពទាំង9ខ្ញុំហ៊ានធានាថានិកាយតៅមិនហ៊ានប៉ះពាល់គ្រួសាររបស់អ្នកនោះទេពេលនោះផងដែរឈិនធានក៏បានឈានចូលមកខាងមុខពី3ជំហានសូមអរគុណសម្រាប់ការអញ្ជើញចូលមកលេងរបស់រៀមច្បងទាំងអស់គ្នាប៉ុន្តែខ្ញុំធ្លាប់រស់នៅបែបសេរីភាពខ្ញុំខ្លាចថានឹងមិនសមជាមួយនឹងនិកាយធំនោះទេកាងធានសៀវចុះអ្នកវិញពួកគាត់បានផ្ដល់លក្ខខណ្ឌល្អៗជាច្រើនតែអ្នកមិនចាប់អារម្មណ៍ពីការលបួងរបស់ពួកគាត់ខ្លះទេអត់ដៃហើយកាងធានសៀវក៏បានតបថាខ្ញុំមិនចាប់អារម្មណ៍នោះទេដោយសារតែខ្ញុំបានជ្រើសរើសផ្លូវរបស់ខ្ញុំហើយព្រះអង្គម្ចាស់ណារ៉ាឌីធានហើយនឹងព្រះអង្គម្ចាស់ឡៅស៊ីក៏បានបង្ហាញខ្លួនហើយនិយាយថាខ្ញុំមានភារកិច្ចធំមួយរបស់គ្រួសារខ្ញុំដោយសារតែអាណាចក្រយិនយ៉ាងនៅមានរឿងជាច្រើនទៀតកំពុងរងចាំខ្ញុំដោះស្រាយដោយហានធានពេលនោះមានអារម្មណ៍ខឹងយ៉ាងខ្លាំងក្តាប់ដៃយ៉ាងណាសាយភាជាមួយនឹងអំណាចធម្មពលរបស់គាត់តើពួកអ្នកគិតថារឿងទាំងអស់នេះនឹងចប់ដោយងាយស្រួលមែនទេបើកភ្នែកឡើងជាមួយនឹងអំណាចធម្មពលរបស់គាត់ដ៏ខ្លាំងក្លាដែលវាបានបាញ់ចោះជាសម្ពាធធម្មពលទៅលើអ្នករាល់គ្នាដែលធ្វើឲ្យអ្នកទន់ខ្សោយលូតជង្គង់ចោះចំណែកអ្នកខ្លាំងមិនអាចទ្រាំទ្របានព្រះនាងយីបានលន់មាត់ថាកម្លាំងរបស់គេពាក់កណ្ដាលកម្រិតពុះបរិសុទ្ធវាពិតណាស់ច្បាស់ជាមានជើងខ្លាំងម្នាក់ទម្លុះចូលមកក្នុងដែនកំណាយរបស់គេពេលនោះឈិនធានក៏បានព្យាយាមងើយមើលទៅខាងលើហានធានបាននិយាយថាវាហាក់ដូចជាអ្នកមិនទាន់យល់អាឡ័យនោះទេរវាងពួកអ្នកខ្លាំងនៃចក្រភពទាំង10ថាវាមានភាពខុសគ្នាខ្លាំងប៉ុណ្ណាពេលនោះគេក៏បានបន្ថែមជាមួយនឹងសម្ពាធធម្មពលធ្វើឲ្យអ្នករាល់គ្នាក៏បានលូតជង្គង់ចុះខណៈពេលដែលឈិនធានពេលនេះព្យាយាមងើបឡើងមកវិញដែលធ្វើឲ្យហានធានបានឃើញហើយចាប់អារម្មណ៍វូឈិនពិតជាគ្រាន់បើមែនមើលទៅវាហាក់ដូចជាខ្ញុំត្រូវការមើលថែអ្នកជាពិសេសបាញ់ចោលបន្ថែមជាមួយនឹងសម្ពាធធម្មពលដ៏ខ្លាំងក្លាទៅលើឈិនធានដែលធ្វើឲ្យគាត់ក៏បានលូតជង្គង់យកដៃទប់ព្យាយាមងើយមុខឡើងនិយាយថារៀមច្បងការមើលថែពិសេសរបស់អ្នកពេលនេះខ្ញុំនឹងមិនព្រមទទួលយកវានោះទេបាត់ភ្នែកលេចចេញជាមួយអំណាចធម្មពលនៅលើថ្ងាសរបស់គាត់ដែលវាគឺជាដែនអំណាចស្មារតីដ៏ទេវភាពនៃពិភពលោកបើភ្នែកឡើងស្រែកមួយវ៉ាស់បាញ់ចេញពីថ្ងាសឡើងទៅខាងលើលំហដែលវាបានបន្តសាយភាយចេញពីរាងកាយរបស់ឈិនធានទាំងលូស៊ីងើយមុខឡើងឃើញឈិនធានកំពុងតែអណ្ដែតឡើងទៅខាងលើពេលនោះផងដែរហានធានក៏បានភ្ញាក់ផ្អើលដោយសារតែអំណាចធម្មពលរបស់ឈិនធានកំពុងតែបាញ់ទម្លុះនៅដែនអំណាចរបស់គាត់ស្របពេលនោះឈិនធានក៏បានបើកភ្នែកឡើងមកវិញកុំទេបាយប្រៅលន់សូដូចជាកញ្ចក់អញ្ចឹងដែលធ្វើឲ្យក្រុមរបស់ឈិនធានបានភ្ញាក់ចេញពីសម្ពាធនៃធម្មពលនោះពេលនោះផងដែរចាស់ទុំនៃចក្រភពទាំង9ក៏បានសម្លឹងមើលមុខគ្នាបន្តិចហាក់បីដូចជាពួកគាត់បានយល់ស្របពីស្ថានភាពមួយនេះមើលទៅដូចជានិកាយនៃចក្រភពទាំង9មិនទាន់មានវាសនាសម្រាប់អ្នកទាំងអស់គ្នានៅពេលនេះនោះទេទោះបីយ៉ាងណាក៏ដោយពួកយើងនៅតែមានសង្ឃឹមចាស់ទុំទាំងអស់ក៏បានបញ្ចេញនៅត្រាសង្កលខ្លួនរបស់និកាយនីមួយៗឲ្យទៅអ្នករាល់គ្នាបន្ទាប់ពីក្រុមរបស់ឈិនធានបានទទួលយកឲ្យចាស់ព្រឹត្តិការណ៍ក៏បានបន្តប្រសិនបើពួកអ្នកផ្លាស់ប្ដូរគំនិតរបស់ពួកអ្នកនាពេលអនាគតអាចទាក់ទងមកពួកយើងបានគ្រប់ពេលតាមរយៈត្រាសង្កលខ្លួនរបស់អ្នកទាំងអស់គ្នាបានទទួលរួចហើយពួកគាត់ក៏បានបន្លាស់ទីឡើងទៅលើទូកហោះរៀងខ្លួនដែលសោះហានធានបាននិយាយថាវូឈិនយើងនឹងជួបគ្នាម្ដងទៀតនៅពេលក្រោយបន្លាស់ទីចាក់ចេញទៅភ្លាមៗសូម្បីតែទូកហោះទាំងអស់នោះក៏បាត់ដូចគ្នាហើយនិយាយបានថា1000គីឡូម៉ែត្រក្នុង1នាទីពេលនេះផងដែរមេដឹកនាំសាងចៅគាត់ក៏បាននិយាយថានិកាយតើនឹងមានអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាសោកស្ដាយចំពោះការជ្រើសរើសនៅក្នុងថ្ងៃនេះនោះឡើយខ្ញុំនឹងឲ្យចាស់ព្រឹត្តិការណ៍នៃនិកាយរបស់យើងអធិប្បាយរឿងខ្លះៗទៅដល់ពួកអ្នកសម្រាប់វូឈិនកាងធានសៀវណាឡាឌីធានហើយនឹងយានឡៅស៊ីអ្នកទាំង4មកជាមួយនឹងខ្ញុំកាត់មកក្នុងសារប្រជុំដ៏ធំរបស់និកាយតៅដែលពេលនោះព្រះអង្គម្ចាស់យានឡៅស៊ីគាត់ក៏បានសួរថាមេដឹកនាំនិកាយចាស់ព្រឹត្តិការណ៍ចក្រភពទាំង9បានមកដល់ទីនេះប្រហែលជាមិនមែនគ្រាន់តែមកជ្រើសរើសសិស្សពូកែនោះទេដោយលោកមេដឹកនាំសាងចៅគាត់ក៏បានតបថាត្រូវហើយពួកគេកំពុងតែសាកល្បងកម្លាំងរបស់ពួកគេជាមួយនឹងអ្នកខ្លាំងនៃដែនឋានសួគ៌កណ្ដាលរបស់ពួកយើងម្យ៉ាងទៀតពួកគេក៏អាចមកសើរោគព័ត៌មានខ្លះៗពីអាណាចក្រសម្ងាត់ផងដែរឈិនធានបានសួរសាច់ការតែម្ដងតែនិកាយតើត្រូវឲ្យយើងធ្វើអ្វីនៅទីនេះមេដឹកនាំសាងចៅគាត់ក៏បានតបថាជាធម្មតាខ្ញុំគូតែជម្រាបប្រាប់អ្នករាល់គ្នាប៉ុន្តែមុននឹងប្រាប់ខ្ញុំសូមបង្ហាញពីអ្វីមួយសិននេះគឺជាមាត្រដ្ឋានពិតនៃពិភពលោករបស់យើងដែលគឺជាផែនទីទ្វីបលីងវូទាំងមូលហើយពេលនេះអាណាចក្ររបស់យើងគឺនៅចំណុចមួយនោះដែលវាមានព្រំប្រទល់ជាប់ជាមួយនឹងមហាសមុទ្របន្ទាប់ពីឃើញបែបនោះព្រះអង្គម្ចាស់ឡៅស៊ីបានភ្ញាក់ផ្អើលថាមិនអាចទៅរួចនោះទេដែលអាណាចក្ររបស់យើងមានផ្ទៃដីទូចបែបនេះមានអាណាចក្រនឹងរាជវង្សជាច្រើនហេតុអ្វីបានជាតូចជាងគេឈិនធានពេលនេះភ្លឺភ្នែកហើយតាមពិតទៅពិភពលោកនេះពិតជាធំធេងម្ល៉េះអធិរាជជាងឡាក៏បានអស់សម្លាយបន្តិចហើយប្រាប់ថាដូច្នេះអ្នកត្រូវតែរឹងមាំឲ្យបានឆាប់រហ័សពិភពលោកខាងក្រៅគឺធំធេងណាស់មេដឹកនាំសាងចៅបន្ទាប់ពីទុកផែនទីឲ្យដកដង្ហើមធំមួយប្រាប់ថានិកាយរបស់យើងនៃចក្រភពទាំង10ហាក់ដូចជារុងរឿងប៉ុន្តែសម្រាប់រយៈពេល1លានឆ្នាំកន្លងមកគ្មាននរណាម្នាក់បានឡើងទៅដល់ឋានទេវភាពនោះទេនិយាយចំពោះចក្រភពទាំង9នៅក្នុងខ្សែភ្នែករបស់ពួកគេនិ
កាយតើរបស់យើងមិនខុសពីមនុស្សព្រៃនោះទេនិយាយពីការចូលទៅក្នុងពិភពឋានទេវភាពតម្រូវឲ្យមានអំណាចកម្លាំងទេវភាពយ៉ាងច្រើនដោយឡែកភាគច្រើនអាចរកឃើញនៅក្នុងអាណាចក្រសម្ងាត់នៃដែនដីប៉ុណ្ណោះនេះហើយជាអ្វីដែលនិកាយតើរបស់យើងកំពុងតែស្វែងរកផងដែរព្រះអង្គម្ចាស់ឡាវស៊ីបានពោលថាគ្មានអ្វីចម្លែកនោះទេដែលនិកាយធំៗនៃចក្រភពទាំង10យកចិត្តទុកដាក់ចំពោះរឿងនេះយ៉ាងខ្លាំងមេដឹកនាំសាងចៅគាត់ក៏បានបន្តប្រាប់មិនថាពូអ្នកចូលរួមជាមួយនឹងនិកាយតើឬក៏អត់នោះទេខ្ញុំនឹងមានប្រតិកម្មចំពោះអ្នកដែលអយុត្តិធម៌ឡើយប្រើប្រាស់ធម៌ពលរបស់គាត់លេចឡើងជាមួយនឹងដើមឈើពីរដ៏ធំដែលផ្លែរបស់វាជាច្រើនបានបន្លឺនៅសម្លេងរបស់ទីរក់សើចនេះគឺជាដើមឈើក្អែកយិនសិនដែលជាកំណប់ទ្រព្យដ៏អស្ចារ្យមួយក្នុងចំណោមកំណប់ទ្រព្យទាំង3នៅក្នុងនិកាយតោវាអាចបង្កើនការដាំដុះធម៌ពលខាងវិញ្ញាណរបស់នាយរកគ្នាឲ្យកើនឡើងទ្វេដងហើយក៏ជួយសម្អាតសរសៃឈាមរបស់នាយផងដែរបន្ទាប់មកគាត់ក៏បានប្រកល់ឲ្យនាយទាំង4ម្នាក់មួយផ្លែបន្ទាប់ពីទទួលយកទុកព្រះអង្គម្ចាស់ឡាវស៊ីបានលើកឡើងថាទោះបីជាខ្ញុំមិនមានបំណងចូលរួមជាមួយនឹងនិកាយតោក៏ដោយអំពីអាណាចក្រសម្ងាត់នៃដែនដីខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពជាធានបាននិយាយថាដើម្បីអាចប្រយុទ្ធជាមួយនឹងអ្នកខ្លាំងមកពីចក្រភពទាំង9ផ្សេងទៀតគឺជាអ្វីដែលខ្ញុំបានប្រាថ្នាជាយូរមកហើយដោយមេដឹកនាំសាងចៅគាត់ក៏បានងក់ក្បាលឲ្យបញ្ចេញនៅថង់យាម4ស្បោងនេះគឺជារង្វាន់សម្រាប់ការប្រកួតកន្លងមកនិងថ្មវិញ្ញាណសម្រាប់រកផ្លូវទៅកាន់អាណាចក្រសម្ងាត់នៃដែនដីហើយរឿងទាំងអស់ដែលបានកើតឡើងនៅក្នុងនិកាយរបស់យើងខ្ញុំតំណាងឲ្យនិកាយទាំងមូលសូមអរគុណអ្នកទាំងអស់គ្នាអ្នកទាំង4ក៏បានដាក់ដៃធ្វើការគោរពគូសំទៅវិញបន្ទាប់ពីក្រុមរបស់ជាធានបានចាក់ចែងទៅវិញព្រឹទ្ធាចារ្យស៊ុនលីងក៏បានលើកឡើងថាប្រសិនបើនិកាយធំនៃចក្រភពទាំង4មិនមកជ្រៀតជ្រែកនោះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យបេក្ខជនទាំងអស់ចាក់ចែងទៅវិញបានឡើយមេដឹកនាំសាងចៅគាត់ក៏បានខាត់ថាវាមិនសំខាន់នោះទេដរាបណាអ្នកទាំង4បានបរិភោគនៅផ្លែក្អែកយិនសិនពួកគេនឹងមិនអាចក្បត់និកាយតើយើងបានឡើយពេលនោះព្រឹទ្ធាចារ្យស៊ុនលីងបានពោលថាតើកាចាស់ប៊ូគូដឹងពីប្រភពដើមឈើក្អែកយិនសិននេះតើយើងគូធ្វើយ៉ាងណាមេដឹកនាំសាងចៅដកដង្ហើមធំឲ្យគ្រីវីក្បាលបន្តិចយ៉ាងណាក៏ដោយគាត់គឺជាសិស្សរបស់ខ្ញុំដោយសារតែបានស្បត់ប្រឆាំងជាមួយនឹងបិសាចបេះដូងធ្វើឲ្យគេមិនអាចបង្ហាញវាបានទេដូច្នេះគាត់បានរក្សាជីវិតរបស់គាត់សិននឹងឲ្យសម្រាប់អ្នកទាំងអស់គ្នាដែលមិនចង់រងចាំទស្សនាយូរនៅលើ YouTube អាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ Admin បានដែលបច្ចុប្បន្ន Admin បានសម្រាយទាន់ក្រុមហ៊ុនរបស់គេឲ្យដល់ភាគទី191ហើយរឿងដែល Admin បានសម្រាយមិនទាន់អាប់ឡូតនៅលើ YouTube មានដូចជា 2-3 រឿងដែរចំពោះរឿងប្រលឹងវិញ្ញាណមេតពេលនេះ Admin បានសម្រាយដល់ភាគទី10និងរឿងអ្នកក្លាហានចចរាត្រីសម្រាប់បច្ចុប្បន្ននេះចេញដល់ភាគទី11ចំណែករឿងមួយទៀតមានចំណងជើងថាកំណត់ត្រាអាតកំបាំងដែលទូប្រុសមានឈ្មោះថាធូប៉ាយេហើយបើសរុបរឿងទាំងអស់នៅក្នុងកូនក្រុម VIP របស់ Admin មានដូចជា10រឿងជាងហើយនិយាយពីតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះនោះអ្នកទាំងអស់គ្នានឹងអាចទស្សនាបានប្រចាំថ្ងៃតែម្ដងចាប់អារម្មណ៍ link Telegram របស់ Admin ផ្ទាល់នៅក្រោម comment អាចឆានមកសាកសួរព័ត៌មានបន្ថែមបានដូច្នេះសូមអធិស្ឋានរកកំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះមានសូមជម្រាបលាបាយបាយ